Bà số đây ngày này một hạt pran nơi về miền Trung này liệt thuê chỉ video đầm bay sập sai ở cả Robocall từ sắc xa nơi sạp bị bảo lời chủng điền bị xóa cam tệ tôn cam cột công tật xa nâng bẹp pon nâng bị xóa cam tật nơi chia sàn chơi chia Campuchia sông lực đại thái dương bị năm bị pon đầm bay đó bị pon và phải bay dương ban đó là Robocall bị cao bậc thom bị hàng sạp bị bảoតាមរយៈ AFD ឲ្យវិជាស្ថានដើម្បីជ្រើសរើសនិស្សិតតថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហើយបញ្ចប់ដោយជោគជ័យរហូតដល់ចំនួន100ជាងអ្នក101អ្នកបាទហើយជាគម្រោងមួយដែលជោគជ័យដែលបានផ្ដល់ឱកាសឲ្យនិស្សិតយើងបន្តថ្នាក់អនុបណ្ឌិតអញ្ចឹងទេមកដល់ពេលនេះខាងសហភាពអឺរ៉ុបបានផ្ដល់ថវិកាបន្ថែមដើម្បីបន្តឲ្យជ្រើសនិស្សិតទៅបន្តការសិក្សាតែហារូបករណ៍លើកនេះគឺពិសេសត្រង់ថាមិនមែនរៀននៅតិចណូទេគឺទៅរៀនចុះឈ្មោះរៀននៅសហភាពអឺរ៉ុបនៅសាកលវិទ្យាល័យនានានៅក្នុងសហភាពអឺរ៉ុបដែលមានចំនួន30កន្លែងប៉ុន្តែការគ្រប់គ្រងនិស្សិតក៏ដូចជាថវិកាគ្រប់គ្រងហ្នឹងគឺដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅថ្ងៃទី12ខាងមុខនេះខែ11ហ្នឹងនៅយើងនឹងមានរៀបចំជា Study in Europe Fair ដែលរៀបចំដោយសហភាពអឺរ៉ុបហើយនឹងមានបង្ហាញអំពីកម្មវិធីពាក់ព័ន្ធនឹងការសិក្សានៅសហភាពអឺរ៉ុបនឹងដែរអញ្ចឹងទេនេះជាឱកាសមួយដែលល្អសម្រាប់សិស្សដែលរៀនទី12ហើយក៏ដូចជានិស្សិតដែលកំពុងសិក្សានៅជំនាញពាក់ព័ន្ធនឹងវិស័យទឹកនៅប្រទេសកម្ពុជាយើងអាចបន្តទៅសិក្សានៅសហភាពអឺរ៉ុបហើយដែលក្នុងហ្នឹងមានកម្រិតបណ្ឌិត3កន្លែងហើយថ្នាក់អនុបណ្ឌិត9កន្លែងនិងថ្នាក់បញ្ញាបត្របាទចំនួន18កន្លែងអញ្ចឹងទៅ30កន្លែងជា requirement ផ្សេងគឺអាចទៅសាកសួរនៅក្នុងកម្មវិធីបាទថ្ងៃទី12នៅវិសាលកោះពេជ្រប៉ុន្តែជារួមគឺអ្វីដែលសំខាន់គឺយើងត្រូវរកសាលាដែលរៀននៅសហភាពអឺរ៉ុបហ្នឹងឲ្យបានហើយចុះឈ្មោះឲ្យបានហើយនឹងទទួលការវាយតម្លៃពីខាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងទៅសិក្សាតែសូមបញ្ជាក់ថាអ្នកដែលមានចំណាប់អារម្មណ៍នៅលើវិស័យពាក់ព័ន្ធនឹងវិស្វកម្មទឹកបាទផ្គត់ផ្គង់ទឹកស្អាតផ្សេងណាដែលមានផ្ដល់ជំនាញហ្នឹងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតែមួយគត់បាទនេះជាគម្រោងមួយដែលជាផ្នែកមួយនៃគម្រោងទឹកស្អាតបាខែងទី3បាទសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញហើយជាថវិកាគាំទ្រពីសហភាពអឺរ៉ុបដែលចូលរួមដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សខាងផ្នែកវិស័យផ្គត់ផ្គង់ទឹកស្អាតនៅប្រទេសកម្ពុជាយើង